អត្ថបទទី9វគ្គ1មរតកផែនទីហេតុអ្វីយើងបានអង្គរនិងព្រះវិហារមកវិញតែបាត់បង់កម្ពុជាក្រោមពាក្យពិតដែលត្រូវដឹងដើម្បីសន្តិភាពផ្លូវចិត្តតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាច្បាប់អន្តរជាតិជួយយើងនៅទិសខាងលិចពោលគឺថៃប៉ុន្តែហាក់ដូចជាបិទផ្លូវយើងនៅទិសខាងកើតពោលគឺវៀតណាមប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជារឿងឈឺចាប់ប៉ុណ្ណោះទេតែវាជាមេរៀនច្បាប់ឯឧត្តមផាន់វ៉ាន់រតអគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលបានលើកឡើងក្នុងទំព័រ Facebook ផ្ទាល់ខ្លួនថាដើម្បីកុំឲ្យយើងចាញ់បោកការញុះញង់និងដើម្បីរក្សាសន្តិភាពផ្លូវចិត្តយើងត្រូវដឹងការពិតពីអតីតកាលរហូតដល់បច្ចុប្បន្នកាលតោះមកមើលខ្សែភាពយន្តប្រវត្តិសាស្ត្រខ្លីៗទាំង3វគ្គនេះវគ្គទី1ការបាត់បង់និងការវាយបកយកមកវិញទិសខាងលិចពោលគឺថៃនៅឆ្នាំ1794មុនបារាំងមកដល់សៀមបានឆ្លៀតឱកាសពេលដែលខ្មែរចុះខ្សោយយកខេត្តបាត់ដំបងនិងសៀមរាបរួមទាំងអង្គរវត្តទៅគ្រប់គ្រងអស់រយៈពេលជាង100ឆ្នាំប៉ុន្តែនៅពេលបារាំងមកដល់ដើម្បីកំណត់ព្រំដែនឲ្យច្បាស់លាស់បារាំងបានបង្ខំឲ្យសៀមចុះសន្ធិសញ្ញាឆ្នាំ1904និងឆ្នាំ1907លទ្ធផលគឺសៀមត្រូវបានប្រគល់ខេត្តទាំងនោះមកឲ្យខ្មែរវិញនេះគឺជាកំណើតនៃផែនទីឧបសម្ព័ន្ធមួយដែលដាក់ប្រាសាទព្រះវិហារនៅក្នុងទឹកដីខ្មែរចំណុចដែលមនុស្សភាគច្រើនមិនដឹងរឿងនៅឆ្នាំ1941ដល់ឆ្នាំ1946ក្នុងសង្គ្រាមលោកទី2ពេលដែលជប៉ុនមានអំណាចថៃបានខុបខិតជាមួយជប៉ុនបង្ខំឲ្យបារាំងចុះអនុសញ្ញាទីក្រុងតូក្យូឆ្នាំ1941ដើម្បីយកខេត្តបាត់ដំបងនិងសៀមរាបត្រឡប់ទៅវិញប៉ុន្តែក្រោយចប់សង្គ្រាមឆ្នាំ1946បារាំងនិងសហរដ្ឋអាមេរិកបានរួមដៃគ្នាសង្កត់ថៃអាមេរិកប្រកាសមិនទទួលស្គាល់ការកាត់ទឹកដីនោះទេហើយបារាំងបានបង្ខំឲ្យថៃចុះកិច្ចព្រមព្រៀងដោះស្រាយឆ្នាំ1946លទ្ធផលកិច្ចព្រមព្រៀងនេះបានលុបចោលអនុសញ្ញាទីក្រុងតូក្យូទាំងស្រុងហើយថៃត្រូវប្រគល់ដីឲ្យមកខ្មែរវិញនេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលធ្វើឲ្យថៃមិនអាចអាងរឿងសម័យសង្គ្រាមបានតទៅទៀតវគ្គទី2ការឈឺចាប់ដែលមិនអាចកែប្រែបានទិសខាងកើតពោលគឺវៀតណាមខុសពីទិសខាងលិចនៅទិសខាងកើតបារាំងបានអនុវត្តច្បាប់ផ្សេងបារាំងចាត់ទុកកម្ពុជាកណ្ដាលជារដ្ឋក្រោមអាណាព្យាបាលតែទុកកម្ពុជាក្រោមកូសាំងស៊ីនជាដែនដីអាណានិគមពេញលេញរបស់បារាំងនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949មុនកម្ពុជាបានឯករាជ្យ4ឆ្នាំប្រធានាធិបតីបារាំងបានចុះហត្ថលេខាលើច្បាប់មួយកាត់ដែនដីកម្ពុជាក្រោមឲ្យទៅរដ្ឋវៀតណាមសម័យស្ដេចបាវដាយដើម្បីទប់ទល់នឹងចលនាកុម្មុយនីសហើយនាពេលនោះព្រះករុណាព្រះបាទនរោត្តមសីហនុនិងគណៈប្រតិភូកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លានៅទីក្រុងប៉ារីសប៉ុន្តែបារាំងមិនទទួលយកដោយសំអាងលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់គេនៅឥណ្ឌូចិនហេតុអ្វីយើងទាមទារមកវិញមិនបានច្បាប់អន្តរជាតិមួយឈ្មោះថា Uti Positionis Juris ចែងថានៅពេលរដ្ឋមួយទទួលបានឯករាជ្យរដ្ឋនោះត្រូវទទួលយកព្រំដែនដែលមានជាក់ស្ដែងនៅថ្ងៃនោះកម្ពុជាបានឯករាជ្យនៅឆ្នាំ1953តែកម្ពុជាក្រោមត្រូវបានកាត់ទៅឲ្យវៀតណាមតាំងពីឆ្នាំ1949ដូច្នេះតាមផ្លូវច្បាប់ដីនោះបានទៅបាត់មុនពេលយើងកើតជារដ្ឋឯករាជ្យពេញលេញទៅទៀតនេះជាការពិតជូរចត់ដែលយើងត្រូវដឹងនិងទទួលស្គាល់វគ្គទី3ស្ថានភាពបច្ចុប្បន្ននិងអនាគតឆ្នាំ2025តទៅមកដល់បច្ចុប្បន្នថៃនៅតែព្យាយាមគូសផែនទីឯកតោភាគីខ្លួនឯងដោយមិនទទួលស្គាល់ផែនទីបារាំងនិងបានបង្កបញ្ហាយោធាថ្មីនៅឆ្នាំ2025ជំហរកម្ពុជាយើងមិនចាំបាច់ទៅឆ្លោះប្រកែកដោយប្រើកម្លាំងទេយើងមានសាលដីកា ICJ ឆ្នាំ1962និងឆ្នាំ2013នៅក្នុងដៃតុលាការពិភពលោកបានសម្រេចហើយថាផែនទីសន្ធិសញ្ញាបារាំងមានតម្លៃខ្ពស់ជាងផែនទីដែលថៃគូសខ្លួនឯងហើយថៃត្រូវតែដកកងទ័ពចេញពីបរិវេណប្រាសាទសារជូនបងប្អូនខ្មែរយើងឈប់ឈឺចាប់ហើយងាកមកកសាងអនាគតការដែលយើងទទួលស្គាល់សន្ធិសញ្ញាបារាំងវាប្រៀបដូចជាដាវមុខពីរមួយ
កាត់កម្ពុជាក្រោមចេញពីយើងឈឺចាប់ 2. ប៉ុន្តែវាជាកំផែងដែកការពារបាត់ដំបងសៀមរាបអង្គរវត្តនិងព្រះវិហារមិនឲ្យធ្លាក់ទៅដៃថៃវិញបើថ្ងៃណាមួយយើងបដិសេធសន្ធិសញ្ញានេះដើម្បីចង់បានកម្ពុជាក្រោមមកវិញនោះមានន័យថាយើងកំពុងវាយបំបែកកំផែងដែកខ្លួនឯងពេលនោះថៃនឹងមានលេសទាមទារខេត្តប៉ែកខាងលិចរបស់យើងវិញភ្លាមតើយើងចង់បានសង្គ្រាមមិនចេះចប់បែបនេះឬផ្លូវដែលយើងគួរដើរកុំបណ្ដោយឲ្យក្រុមណាមួយយករឿងប្រវត្តិសាស្ត្រមកដុតកំហឹងជាតិសាសន៍បំបែកបំបាក់ឯកភាពជាតិយើងអឺរ៉ុបធ្លាប់កាប់សម្លាប់គ្នារាប់លាននាក់ក្នុងសង្គ្រាមលោកតែឥឡូវពួកគេបង្កើតសហគមន៍អឺរ៉ុបដើរហើររកស៊ីដោយសេរីគ្មានព្រំដែនកម្ពុជាថៃវៀតណាមនិងអាស៊ានកំពុងដើររកទៅចំណុចនោះថ្ងៃមុខយើងនឹងអាចមានសញ្ជាតិអាស៊ានឬសញ្ជាតិអាស៊ីតែមួយរស់នៅត្រង់ណាក៏បានរកស៊ីត្រង់ណាក៏បានចូលយកភាពឈឺចាប់នៃប្រវត្តិសាស្ត្រមកធ្វើជាកម្លាំងចលករដើម្បីអភិវឌ្ឍខ្លួនយើងឲ្យខ្លាំងនៅពេលយើងខ្លាំងយើងនឹងមានគេគោរពសន្តិភាពកើតចេញពីការយល់ដឹងមិនមែនកើតចេញពីកំហឹងនោះទេ